សួស្តីបងប្អូនអរគ្នាបាទជាពិសេសបងប្អូនដែលតាមដាន X Factor ទាំងអស់ណាបាទX Factor របស់យើងគឺនៅបេក្ខជនច្រើនដែរប៉ុន្តែបេក្ខជនដែលខ្ញុំចាប់អារម្មណ៍ដែលអាចនឹងឡើងទៅដល់ Final ក៏ដូចជាខ្លាចជាម្ចាស់ពាន X Factor អញ្ចឹងណាបងប្អូនគឺខ្ញុំគិតថាមានតែសេណាននឹងសុខវិជ្ជាខ្ញុំគិតថាពីរហ្នឹងអាចនឹងមានសមត្ថភាពឡើងដល់ Final បងប្អូនបាទគឺដល់ពេលដាច់ព្រាត់ប៉ុន្តែអ្វីដែលខ្ញុំសង្ឃឹមខ្លាំងបំផុតគឺសេណានគាត់អាចនឹងមានវិជ្ជាប្រតិភិបខ្លាំងជាងគេដោយសារតែគាត់ទីមួយគាត់មានបទពិសោធន៍ខាងសិល្បៈហ្នឹងច្រើនដែរហើយគាត់ក៏ជាមនុស្សម្នាក់ដែលមានវិជ្ជាប្រតិភិបគាត់ធ្វើ content ធ្វើអីចឹងទៅណាបងប្អូនបាទគាត់ហើយណាមួយគាត់ធ្លាប់ប្រឡងពីមុនមកបាទ season មុនហើយអញ្ចឹង season 2នេះខ្ញុំសង្ឃឹមថាសេណានអាចនឹងក្លាយជាម្ចាស់ពានបងប្អូនគ្នាបាទដោយសារតែគាត់លេចធ្លោជាងគេហើយអត់មានអីនិយាយទេបងប្អូនបាទគឺគាត់មានន័យថាមានអារម្មណ៍ថាគាត់ហ្នឹងហាក់បីដូចជាមានប្រជាប្រិយភាពជាងគេហើយមាន fan ច្រើនអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយខ្ញុំគិតថា X Factor រដូវកាលទី2នេះអាចនឹងសេណានជាម្ចាស់ពានរង្វាន់មួយនេះអានេះក៏ខ្ញុំគិតទេណាបងប្អូនបាទហើយបងប្រុសសុកវិជាក៏គាត់ច្រៀងបានល្អដែរបាទក៏គាត់មានប្រជាប្រិយភាពហើយសមត្ថភាពគាត់ក៏ខ្ពស់ដែរហើយអត់មានអីទេបាទមានយើងចាំមើលទាំងអស់គ្នាបាទថាគេនឹងខ្លាចជាម្ចាស់ពាន X Factor រដូវកាលទី2នេះណាតែអ្វីដែលខ្ញុំមើលឃើញគឺខ្ញុំគិតថាសេណានអាចនឹងមានសមត្ថភាពខ្ពស់ភាគរយខ្ពស់បងប្អូនបាទភាគរយខ្ពស់ជាមួយនឹងឈ្មោះទៅកាន់វាដាច់ព្រាត់ហើយបានពានរង្វាន់នៅ X Factor រដូវកាលទី2នេះនឹងតាមខ្ញុំឯងបាទសិនជាបងប្អូនបាទមិនដឹងថាបងប្អូន fan ណាទេបាទអញ្ចឹងឯងបើតាមខ្ញុំគិតថាយកសេណាននេះតែបងប្អូនបាទយកនៅណាគឺជាសិទ្ធិរបស់បងប្អូនទេប៉ុន្តែតាមអារម្មណ៍តាមការស្រឡាញ់របស់ខ្ញុំតាមការមើលឃើញរបស់ខ្ញុំអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយខ្ញុំគិតថាសេណានឹងអាចក្លាយជាម្ចាស់ពាននៅរដូវកាលទី2នេះហើយបងសុខវិជ្ជាអាចនឹងឡើងដល់ Final ខ្ញុំគិតតែប៉ុណ្្នឹងទេបាទអ្នកផ្សេងទៀតគឺនៅច្រើនទៀតប៉ុន្តែខ្ញុំហាក់បីដូចអត់សូវចាប់អារម្មណ៍អញ្ចឹងណាបងប្អូនបាទគឺខ្ញុំចាប់អារម្មណ៍តែពីរអ្នកហ្នឹងគឺរឿងលេចធ្លោអ្នកផ្សេងទៀតក៏គេជ្រឿងព្រោះដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំចាប់អារម្មណ៍តែពីរអ្នកហ្នឹងទេបងប្អូនបាទបើសិនជាបងប្អូនអរគ្នាបាទចាប់អារម្មណ៍អ្នកណាបងប្អូនអាចជួយ comment ម្នាក់មួយមកហើយយើងចាំអត់មើលទាំងអស់គ្នាថាតើអ្នកណានឹងឡើងដល់វគ្គដាច់ព្រាត់ហើយនឹងក្លាយជាម្ចាស់ពាន X Factor រដូវកាលទី2ប៉ុន្តែបេក្ខជននៅច្រើនណាបងប្អូនមិនទាន់អស់ទេចឹងហើយយើងចាំអត់មើលទាំងអស់គ្នាថាតើអ្នកណានឹងក្លាយជាម្ចាស់ពាន X Factor ហើយរដូវកាលទី2នេះអូខេបាទបាយបាយ